MOU លេខ44ឆ្នាំ2001គឺជាប្រធានបទកម្ដៅកគុកនៅក្នុងពេលបច្ចុប្បន្ននេះរវាងកម្ពុជានិងថៃ MOU នេះគឺជាអនុសារណៈនៃការយោគយល់គ្នាដីពីតំបន់ព្រំដែនសមុទ្រនិងការទាញយកផលប្រយោជន៍ធនធានធម្មជាតិនៅក្នុងតំបន់ត្រួតស៊ីគ្នាដែលមានផ្ទៃក្រឡាប្រហែលជា 26,000 គីឡូម៉ែត្រការ៉េប្រសិនបើថៃសម្រាប់ចិត្តលុបចោល MOU លេខ44នេះជាឯកតោភាគីនោះផលប៉ះពាល់ធំៗដែលអាចនឹងកើតមានដូចខាងក្រោមចំណុចទី1ការកកស្ទះការទាញយកធនធានធម្មពលបាត់បង់ឱកាសសេដ្ឋកិច្ចតំបន់ OCA ត្រូវបានគេប៉ាន់ស្មានថាមានផ្ទុកឧស្ម័នធម្មជាតិនិងប្រេងកាតរាប់ពាន់លានដុល្លារបើគ្មាន MOU លេខ44ជាមូលដ្ឋានចរចាទេក្រុមហ៊ុនប្រេងអន្តរជាតិនឹងមិនហ៊ានមកវិនិយោគឡើយព្រោះជាតំបន់ចំនួនវិបត្តិធម្មពលទាំងកម្ពុជានិងថៃសុទ្ធតែត្រូវការឧស្ម័នដើម្បីផលិតអគ្គិសនីក្នុងការលុបចោល MOU និងធ្វើឲ្យប្រទេសទាំងពីរត្រូវបន្តទិញថាមពលពីក្រៅប្រទេសក្នុងតម្លៃថ្លៃដដែលចំណុចទី2បង្កើនភាពតានតឹងផ្នែកយោធានៅតាមសមុទ្រហានិភ័យនៃការប៉ះទង្គិចនៅពេលគ្មានកិច្ចព្រមព្រៀងជាបន្ទាត់សម្រុះសម្រួលកងទ័ពជើងទឹកនៃប្រទេសទាំងពីរអាចនឹងមានការប្រយុទ្ធគ្នានៅពេលមានការល្បាតនៅក្នុងតំបន់ដែលទាមទាររៀងៗខ្លួនដែលអាចធ្វើឲ្យមានសង្គ្រាមភាគសម្ដីឬមួយក៏ការប៉ះទង្គិចដោយអាវុធដោយករណីប្រាសាទព្រះវិហារចំណុចទី3ប៉ះពាល់ទំនាក់ទំនងការទូតនិងទំនុកចិត្តភាពជឿជាក់លើឆាកអន្តរជាតិការលុបចោលកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួចអាចធ្វើឲ្យខូចមុខមាត់ខាងការទូតកម្ពុជាអាចមើលឃើញថាថៃមិនមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីទំនាក់ទំនងទ្វេភាគីវិស័យផ្សេងទៀតដូចជាពាណិជ្ជកម្មតាមព្រំដែនទេសចរក៏អាចប៉ះពាល់ដោយសារតែចរន្តជាតិនិយមដែលកើតចេញពីចំនួននេះចំណុចទី4ដំណើរការដោះស្រាយព្រំដែនត្រូវបានចាប់ផ្ដើមពីศูนย์ MOU លេខ44គឺជាផែនទីបង្ហាញផ្លូវតែមួយគត់ដែលប្រទេសទាំងពីរធ្លាប់ព្រមព្រៀងគ្នាបើលុប MOU នេះចោលការចរចានឹងត្រូវជាប់គាំងជាច្រើនទសវត្សរ៍ទៀតព្រោះភាគីនីមួយៗនឹងប្រកាន់យកខ្សែបន្ទាត់រៀងៗខ្លួនដោយមិនចុះសម្រុងសេចក្តីសន្និដ្ឋានការលុបចោល MOU គឺជាការខាតបង់ទាំងសងខាងទី1កម្ពុជាបាត់បង់ឱកាសនៅក្នុងការយកប្រេងកាតដើម្បីជំរុញសេដ្ឋកិច្ចជាតិទី2ថៃបាត់បង់ប្រភពថាមពលតម្លៃថោកសម្រាប់វិស័យឧស្សាហកម្មរបស់ខ្លួននិងប្រឈមបញ្ហានយោបាយអន្តរជាតិជួបគ្នាវីដេអូក្រោយអរគុណជម្រាបលា